ឥឡូវនេះចូលព័ត៌មានទី1ព័ត៌មានទី1ប្រជាប្រិយមិត្តបានឃើញតាម Facebook តាមអីខ្ញុំបានបង្ហោះច្រើនហើយសារព័ត៌មាននៅក្នុងកម្ពុជាក៏បង្ហោះហើយនឹងខាងថ្នាក់ដឹកនាំកម្ពុជាក៏បង្ហោះដែរនោះគឺខ្ញុំសូមដកស្រង់ពី The Hill ថាតើគាត់រាយការណ៍យ៉ាងម៉េចគាត់បាននិយាយថារាយការណ៍ថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លោកអបអរសាទរនៅបទជបញ្ញថ្មីរវាងកម្ពុជាហើយនិងថៃបាទក្នុងគណៈពេលដែលលោកបាននិយាយនេះគឺលោកជាលកានោះវាយប្រហារអង្គការសហប្រជាជាតិផងដែរនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Hill ហើយនៅក្នុងនោះគឺលោកប្រធានាធិបតី Donald Trump លោកបានប្រកាសឲ្យដឹងថាលោកបានរីករាយនៅក្នុងការប្រកាសអំពីការរបបកំហើញឬក៏ការរកឃើញនៅបទជបញ្ញគ្នារវាងកម្ពុជាហើយនិងថៃហើយគឺឥឡូវនេះគឺគេឈប់ប្រយុទ្ធគ្នាហើយត្រឡប់មករស់នៅដោយសន្តិភាពជាមួយគ្នាវិញហើយក៏ដូចជាធ្វើយ៉ាងណាអនុវត្តតាមកិច្ចព្រមព្រៀងដែលបានព្រមព្រៀងគ្នាពីមុនមកគឺលោកចង់សំដៅទៅលើកិច្ចព្រមព្រៀងដែលលោកប្រធានាធិបតីសហការជាមួយនឹងម៉ាឡេស៊ីសម្រាប់សម្រួលឲ្យកើតមានឡើងនោះហើយលោកប្រធានាធិបតីក៏ថាលោកក៏អបអរសាទរដល់មេដឹកនាំដ៏អស្ចារ្យនៃប្រទេសទាំងពីរផងដែរណាដែលមានស្មារតីភ្លឺថ្លានៅក្នុងការចាត់វិធានការយ៉ាងណាឲ្យបញ្ចប់សង្គ្រាមនេះដោយឆាប់រហ័សនិងដោយយុត្តិធម៌ដាក់គ្នាទៅវិញទៅមកបាទនេះបើតាមការបង្ហោះតាមបណ្ដាញសង្គម Truth Social របស់លោកប្រធានាធិបតីហើយនៅដើមខែនេះគឺបានដឹងថាភាគីទាំងពីរណាបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងហើយឥឡូវនេះគឺសូមត្រឡប់មករឿងនេះវិញហើយណារឿងជប់អញគ្នាដូច្នេះលោកប្រធានាធិបតីបានបន្ថែមថាគឺក្នុងគ្រប់ដែលសង្គ្រាមទាំងអស់ឬក៏ចំនួនដែលលោកបានចូលរួមដោះស្រាយហើយនឹងឈប់នោះគឺក្នុងរយៈពេល11ខែនេះគឺបានចំនួន8ហើយណាចំនួន8ហើយក៏លោកថាសហរដ្ឋអាមេរិកឥឡូវហ្នឹងដើរតួដូចជាអង្គការសហប្រជាជាតិដ៏ពិតប្រាកដមួយអញ្ចឹងដើរតួជាអង្គការសហប្រជាជាតិថែមទាំងមិនដែលបានទទួលជំនួយអ្វីនៅក្នុងកិច្ចការហ្នឹងពីអង្គការសហប្រជាជាតិទេបាទក្នុងនោះគឺមានការដោះស្រាយចំនួនរវាងរុស្ស៊ីហើយនិងអ៊ុយក្រែនផងដែរនេះបើតាមការសរសេររបស់លោកហើយលោកបានបញ្ចប់ដោយសរសេរថាអង្គការសហប្រជាជាតិត្រូវតែចាប់ផ្ដើមធ្វើសកម្មភាពឲ្យបានសកម្មជាងមុនហើយនឹងចូលរួមពាក់ព័ន្ធនៅក្នុងការដោះស្រាយឲ្យមានសន្តិភាពនៅលើពិភពលោកអញ្ចឹងគឺនេះគឺជាអ្វីដែលសារព័ត៌មាន The Hill បានរាយការណ៍ហើយសារព័ត៌មាន The Hill ហ្នឹងគឺបានបញ្ជាក់ឲ្យដឹងថាគឺការចោះហត្ថលេខាលើកិច្ចព្រមព្រៀងជបញ្ញគ្នានេះគឺបានធ្វើកាលពីថ្ងៃសៅរ៍គឺបន្ទាប់ពីមានការប៉ះទង្គិចគ្នាហើយខាងថៃហ្នឹងក៏យល់ព្រមថានឹងដោះលែងយុទ្ធជនរបស់កម្ពុជាចំនួន18រូបបើសិនជាការជបញ្ញគ្នារយៈពេល3ថ្ងៃ72ម៉ោងដែលជារយៈពេលតាមដានពិតជាទទួលបានជោគជ័យមែនគឺអាចនឹងដោះលែងហើយកិច្ចព្រមព្រៀងនោះគឺនឹងបន្តទៅមុខទៀតផងដែរណាអញ្ចឹងខ្ញុំបានបកស្រាយបញ្យលម្សិលមិញហើយសង្ឃឹមថាប្រិមិត្តនឹងយល់ឲ្យបានអញ្ចឹងគឺកិច្ចព្រមព្រៀងជប់បាញ់ហ្នឹងគឺបន្តរហូតទេក៏ប៉ុន្តែ72ម៉ោងដំបូងជារយៈពេលនៃការតាមដានមើលការអនុវត្តរៀងខ្លួនតើមានរឿងអ្វីកើតឡើងឬទេបាទអញ្ចឹងណាបាទហើយលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ខាងប្រទេសថៃគឺលោកណតផនណផានីតហ្នឹងគឺបាននិយាយថាគឺគេទៅតាមដានមើលការអនុវត្តហ្នឹងរយៈពេល3ម៉ោងសិនបាទតើមានការគោរពតាមជាប្រចាំហើយនឹងពិតប្រាកដដែរឬទេហើយលោកបានបន្ថែមតាមនៅពេលណាដែលស្ថិរភាពវាមានឡើងវិញជីវប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបានអានោះគឺយើងអាចទទួលយកបានហើយបាទអញ្ចឹងគឺវាជារឿងមួយបាទជារឿងមួយដែលលោកប្រធានាធិបតីលោកបានសម្ដែងនៅមោទនភាពចំពោះការសម្រេចបាននេះផងដែរបាទនេះជាព័ត៌មានទី1ណាជាព័ត៌មានទី1ដ៏សំខាន់ហើយព័ត៌មានទី2បាទព័ត៌មានទី2នេះគឺជាការបង្ហោះតាមបណ្ដាញសង្គម Facebook របស់មេដឹកនាំកម្ពុជាគឺលោកហ៊ុនម៉ាណែតក៏ដូចជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ខ្ញុំដកស្រង់មកណាបាទអញ្ចឹងខ្ញុំសូមជូនពីខាងមេដឹកនាំកម្ពុជាលោកហ៊ុនម៉ាណែតលោកបានសរសេរវែងបាទសរសេរសាររបស់លោកវែងប៉ុន្តែខ្ញុំសូមមិនជម្រាបជូនទាំងអស់ទេប្រិមត្តអាចចូលទៅអាននៅសាររបស់គាត់បានប៉ុន្តែគាត់ថាមាន2ចំណុចដែលខ្ញុំចាប់អារម្មណ៍ហើយចង់ច្បាច់យកមកជម្រាបជូនប្រិមត្តទាំងអស់គ្នាមិនមែនថាចំណុចណាសំខាន់ជាងចំណុចណាទេណាគឺគាត់ថាខ្ញុំចង់ច្បាច់2ចំណុចហ្នឹងមកជម្រាបជូនប្រិមត្តតែប៉ុណ្ណោះបាទគឺចំណុចទី1ដែលខ្ញុំចាប់អារម្មណ៍គឺលោកហ៊ុនម៉ាណែតបានមានប្រសាសន៍ថាការជ្រើសរើសយកការអនុវត្តបទជបញ្ញនេះមិនមែនមានន័យថា
កម្ពុជាចោះចាញ់ឬសុកចិត្តយកបូរណភាពទឹកដីទៅដូរសន្តិភាពឡើយហើយរត់តែមិនមែនមានន័យថាកម្ពុជាអស់សមត្ថភាពឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរផ្ទុយទៅវិញការសម្រេចចិត្តនេះបង្ហាញថាកម្ពុជាបានសម្រេចប្រកាន់យកមេគានិងការតម្កល់អាយុជីវិតនិងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុតមួយរបស់ខ្លួនទោះបីជាត្រូវប្រឈមមុខនឹងការលំបាកសម្ពាធឬការលំបាកយ៉ាងណាក៏ដោយបាទនេះជាចំណុចទី1ដែលលោកបញ្យលអំពីថាតើហេតុអ្វីបានជាថ្នាក់ដឹកនាំកម្ពុជាសម្រេចចូលមកដល់ចំណុចនេះហើយចំណុចទី2ដែលខ្ញុំឃើញមានការបកស្រាយទាំងដូចថាស្ដាយឬក៏ទាំងប្រមាថការទៀនឡក់លើយផងដែរគឺលោកហ៊ុនម៉ាណែតក៏បានរបៀបដូចជាបញ្យលតែរបៀបដូចជាការឆ្លើយតបជាមួយនឹងអត្ថាធិប្បាយនោះបាទគឺលោកថាជាការពិតការជុំបាញ់ភ្លាមនៅនឹងកន្លែងមានន័យថាកងកម្លាំងទាំងសងខាងត្រូវអនុវត្តបទជុំបាញ់នេះដោយរក្សាកម្លាំងនៅតាមទីតាំងចូលជើងរបស់ខ្លួននៅម៉ោងនៃការចាប់ផ្ដើមអនុវត្តបទជុំបាញ់ក្នុងន័យនេះគឺលោកបានបញ្ជាក់ថាគឺកងកម្លាំងរក្សាទៅតាមទីតាំងជាក់ស្ដែងនៅម៉ោងចាប់ផ្ដើមនៃការបាញ់ក៏ប៉ុន្តែមិនមែនមានន័យថាជាការទទួលស្គាល់ជាផ្លូវការដោយភាគីទាំងសងខាងបាទគឺមិនមានការពាក់ព័ន្ធជាមួយនឹងការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយណាតែចំណុចនេះគឺខាងកម្ពុជាបានដាក់ច្បាស់លាស់នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសជាណាចក្រកម្ពុជាចុះថ្ងៃទី27ធ្នូឆ្នាំ2025ប្រការនេះបញ្ជាក់ថាខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញានិងអនុសញ្ញាដែលមានស្រាប់ហើយកម្ពុជានៅតែរក្សាបានពេញលេញនៅសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃអនុលោមទៅតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងយន្តការទ្វេភាគីទាំងឡាយដែលមានជាធរមាននៅចុងបញ្ចប់នៃព័ត៌មាននេះចាំខ្ញុំសាក់លបងផ្ដល់ជាមតិបន្តិចដើម្បីបន្ថែមជាគំនិតមួយដល់ប្រិយមិត្តដែលចង់ដឹងផងដែរបាទអញ្ចឹងនេះគឺជាខាងភាគីកម្ពុជាខាងនាយករដ្ឋមន្ត្រីរបស់កម្ពុជាបានបញ្ជាក់ដូចនេះហើយខាងសារព័ត៌មាន Bloomberg ក៏បានរាយការណ៍ពីខាងប្រតិកម្មរបស់ថៃផងដែរគឺបើយោងតាមសេចក្តីរាយការណ៍របស់ Bloomberg ក៏ថាមួយថ្ងៃបន្ទាប់ពីប្រទេសថៃយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នាដល់ផ្ដាច់ផ្ដាល់ជីវិតអស់រយៈពេលជាច្រើនសប្តាហ៍នោះគឺរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃនឹងគាត់បានលើកឡើងពន្យល់អំពីកិច្ចព្រមព្រៀងនឹងថាជាការសាកល្បងជាយុទ្ធសាស្ត្រមួយនៃភាពស្មោះត្រង់បាទរបស់ភាគីទាំងសងខាងឬក៏កម្ពុជាជាជាងការធ្វើសម្បទានបាទអញ្ចឹងបានស្តៀងគ្នាជាមួយនឹងការបកស្រាយពន្យល់របស់កម្ពុជាដែរលោកណតផនផានិតដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃគាត់បានពន្យល់នៅថ្ងៃអាទិត្យនេះបាទនៅថ្ងៃអាទិត្យនេះគឺថាប្រទេសថៃដែលទទួលយកនៅការបទជុំបាញ់ដោយមានលក្ខខណ្ឌហ្នឹងគឺមានន័យថាដើម្បីផ្ទៀងផ្ទាត់ថាតើកម្ពុជានឹងពិតជាគោរពតាមកិច្ចព្រមព្រៀងនោះដោយបញ្ឈប់ការសកម្មភាពប្រដាប់អាវុធឬក៏ការគម្រាមកំហែងនៅលើដីឬទេណាគាត់និយាយថាអញ្ចឹងនេះជាសម្ដីរបស់លោកណាក់ផានិតណាបាទមិនមែនជាសម្ដីខ្ញុំទេហើយនៅក្នុងអត្ថាធិប្បាយហ្នឹងគឺបាទគឺលោកបានធ្វើឡើងក្រោយពីភាគីទាំងពីរបានចុះហត្ថលេខាលើបទជុំបាញ់គ្នាកាលពីថ្ងៃសៅរ៍ដែលជាការបង្ហាញនៅបាទភាពហុយស្រួយនៃបទជុំបាញ់គ្នាទោះបីជាមានជាលើកទី2នេះហើយក៏ដោយបាទហើយសារព័ត៌មានបាននិយាយបន្ថែមទៀតអំពីដំណើរដើមតងដែលធ្វើឲ្យមានការប្រយុទ្ធគ្នាមានការឯកភាពគ្នាមានអន្តរាគមន៍ពីប្រទេសធំជាច្រើនបាទគឺហើយនឹងការដែលលោកអនុทินប្រើប្រាស់ចំនួនរវាងកម្ពុជាថៃនេះដើម្បីផ្ដល់ឱកាសឲ្យគាត់នៅក្នុងការទទួលបានសិលឹកឆ្នោតរបស់គាត់នៅក្នុងពេលបោះឆ្នោតខាងមុខគឺនៅថ្ងៃទី8ខែកុម្ភៈណានៅបើតាមផែនការហ្នឹងហើយបាទនៅក្នុងសារព័ត៌មាននេះបានរាយការណ៍ច្រើនដែរណាគឺតាក់ទងជាមួយនឹងការទូតអញ្ចឹងខ្ញុំសូមមិនចូលទៅដល់ការទូតនោះទេខ្ញុំសូមទុកព័ត៌មានពីរឿងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរចូលព័ត៌មានទី3ក៏ប៉ុន្តែខ្ញុំសូមសាកល្បងផ្ដល់យោបល់បន្តិចសម្រាប់ព័ត៌មានទី2នេះបើជាប្រិមិត្តមួយចំនួនឲ្យចាំពាក្យដែលខ្ញុំនិយាយថាទ្រឹស្ដី grapefruit theory ណាគឺបានទ្រឹស្ដីផ្លែក្រូចថ្លុងបាទទ្រឹស្ដីផ្លែក្រូចថ្លុងសូមបើកបង្ចុះឲ្យសូម disclaim សូមមិនទទួលខុសត្រូវទេគាត់ថាជាការគិតរបស់ខ្ញុំទេបាទគឺបើសិនជាខ្ញុំយកទ្រឹស្ដីផ្លែក្រូចថ្លុងមក analyze ជូនប្រិមិត្តវិញគឺ
និយាយម្ដងទៀតជាលើកទី2គឺមិនមែនជាការពិតទាំងស្រុងគាត់តែខ្ញុំយកមក analyze ទេណា analyze ទេប្រិមត្តចាំឡើយនៅច្បាស់កុំច្រឡំថាខ្ញុំដឹងរឿងហើយខ្ញុំនិយាយនឹងពិតបាទគាត់ថាខ្ញុំជូនជាយោបល់ជាមេរៀនឲ្យប្រិមត្តវិញទេណាបាទយើងមើលបើយើងយកទិសដីផ្លែក្រូចថ្លុងមក analyze វិញមកវិភាគវិញបាទទិសដីផ្លែក្រូចថ្លុងហ្នឹងគឺប្រហែលជាប្រិមត្តបានដឹងធ្លាប់ចូល show យូរហើយដឹងហើយប៉ុន្តែខ្ញុំសូមរំលឹកម្ដងទៀតសម្រាប់អ្នកដែលទៅបញ្ចូលទិសដីផ្លែក្រូចថ្លុងហ្នឹងគឺបានន័យថាម៉េចគឺគេលើកឧទាហរណ៍រវាងបងស្រីនិងបងប្រុសឆ្លោះគ្នាទៅដើមក្រូចថ្លុងហ្នឹងដល់ទៅពេលឆ្លោះគ្នាវាយគ្នាដល់ពេលអញ្ចឹងទៅឪពុកហ្នឹងក៏ដើម្បីដោះស្រាយបញ្ហាហ្នឹងគាត់ទៅសួរដើមចំនៃការឆ្លោះគ្នាហ្នឹងសួរទៅស្រាប់តែបងគេថាខ្ញុំចង់ញ៉ាំសាច់ក្រូចថ្លុងដល់ចោះបងគេថាខ្ញុំចង់បានសបកហ្នឹងយកមកធ្វើកង់ឡានលេងយកមកធ្វើឡានអូសលេងឃើញទេនៅពេលដែលយើងញែកបញ្ហាយើងញែកផលប្រយោជន៍ឲ្យច្បាស់អញ្ចឹងបានជាយើងអាចរកដំណោះស្រាយបានពេលហ្នឹងឪពុកក៏ហែកសបកក្រូចថ្លុងឲ្យទៅកូនធ្វើកង់ឡានអូសលេងបាទចំណុចហ្នឹងអត់មានឡានជ័រឡានអីហ្នឹងបាទអត់មានអីហើយបងឪពុកក៏ឲ្យសាច់ក្រូចថ្លុងហ្នឹងទៅញ៉ាំទៅអញ្ចឹងដំណោះស្រាយដោះស្រាយបានឃើញទេនេះគឺស្ដីក្រូចថ្លុងនៅក្នុងការដោះស្រាយបញ្ហានេះចឹងដែរបើតាមខ្ញុំមើលឃើញខ្ញុំសូមនិយាយជាលើកទី3គឺថាមិនមែនជាការពិតទេខ្ញុំគិតមើលឥឡូវយើងមើលបញ្ហាទី1ថៃគាត់ត្រូវការសម្លេងគ្រប់គ្រងរបស់អ្នកបោះឆ្នោតនៅក្នុងប្រទេសចង់បានរូបភាពថាទាហានខ្លាំងទាហានការពារទឹកដីទាហានការពារទឹកដីវាយកតំបន់នេះតំបន់នោះតាមទាហានអាងក្នុងពេលកន្លងមកឃើញទេបាទនេះគឺជាអ្វីដែលជាការចង់បានរបស់ប្រទេសថៃហើយខ្ញុំនិយាយដោយមិនដឹងថាតើស្ថានភាពពិតប្រាកដអ្នកណាឈរអ្នកណាឈរអ្នកណាខ្ញុំអត់ដឹងទេណាបាទខ្ញុំអត់ដឹងទេប៉ុន្តែបើឈរលើទិសដីក្រូចថ្លុងហ្នឹងថៃគាត់ចង់បានរូបភាពហ្នឹងអញ្ចឹងទោះបីជាគាត់ធ្វើ AI ក៏ដោយគាត់បន្ថតពេលមុនហើយក៏ទុកប្រហោះពេលនេះក៏ដោយដើម្បីទាក់ទាញមហាជនរបស់គាត់បានន័យថាការដកថយនេះការមិនជាការដកថយការព្រមព្រៀងនៅពេលនេះគឺជាការមួយផ្ដល់ឱកាសឲ្យថៃថាអូខេណែឯងចង់បានរូបនឹងទៅអួតគេអួតទៅបាទអួតសិនទៅដើម្បីការឃោសនារបស់ឯងនៅពេលខាងមុខក៏ប៉ុន្តែការពិតសម្រាប់ការដោះស្រាយវិញគឺតាមរយៈកិច្ចព្រមព្រៀងនេះគឺបានចងថាការដោះស្រាយគឺផ្អែកទៅលើយន្តការអន្តរជាតិដល់ដែរអានឹងហើយដែលថៃគាត់ព្រមអញ្ចឹងបានន័យថាឥឡូវនេះគាត់យកអារូបដែលគាត់ថតបានឬក៏ទីតាំងបច្ចុប្បន្នដែលគាត់ឈរណាថានៅទីតាំងណាក៏ដោយដែលគាត់មានព្រៀបអីចឹងចុះយើងមិននិយាយគាត់យកទៅអួតគេសិនណាប៉ុន្តែចុងក្រោយដំណោះស្រាយពិតប្រាកដងាកមកច្បាប់អន្តរជាតិដដែលអញ្ចឹងបានន័យថាគាត់ត្រូវការហ្នឹងឲ្យគាត់ទៅបាទឲ្យគាត់ណាហើយចាំយើងដោះស្រាយបញ្ហាពិតប្រាកដនេះនៅពេលខាងមុខតាមយន្តការច្បាប់អន្តរជាតិដែលមានស្រាប់ហើយបើសិនជាដោះស្រាយតាមយន្តការអន្តរជាតិនេះស្រាប់តែកន្លែងហ្នឹងបោះគាត់អាហ្នឹងធ្វើម៉េចបាទបើហ្នឹងបោះកម្ពុជាមកវិញអត់មានទៅទេបាទចូលជើងសិនណាឡើយដកចេញបើថាបោះកម្ពុជាណែដកថយពេលហ្នឹងក្តីអាម៉ាស់របស់ឯងនឹងឬរបស់ឯងព្រោះឯងលេងល្បែងហ្នឹងថ្ងៃក្រោយទៅបោះជនឯងចងកឯងវិញក្នុងពេលបោះឆ្នោតនឹងឬរបស់ឯងឃើញទេអញ្ចឹងដូចបើសិនជាយើងមើលអំពីទិសដីក្រូចថ្លុងនៃការញែកបញ្ហាអញ្ចឹងបាទយើងអាចយល់បានពីព្រោះខ្ញុំអញ្ចឹងហើយបានឃើញភ្លាមខ្ញុំដាក់ថាជាជោគជ័យរបស់ក្រុមខចចាកម្ពុជាក្រុមចចាកម្ពុជានឹងគឺធ្វើយ៉ាងណាជន់ថៃឲ្យទទួលយកចាប់ដៃថៃឲ្យសញ្ញេទទួលយកដោះស្រាយបញ្ហាហ្នឹងតាមយន្តការអន្តរជាតិផែនទីដែលមានស្រាប់នឹងសំខាន់ហើយរឿងតែទីតាំងណៃឈរណាស្តង់ដារនៃការប្រយុទ្ធគ្នាគឺតែងតែពេលគេត្រូវតែធ្វើអញ្ចឹងឈរនឹងសិនទៅបានដោះស្រាយឲ្យដកថយយ៉ាងម៉េចអានឹងរឿងផ្សេងបាទអញ្ចឹងខ្ញុំបញ្យល់ទៅតាមអ្វីដែលខ្ញុំយល់ឃើញនេះណាមិនមែនជាអ្វីដែលតែពិតប្រកបស្ថានភាពយ៉ាងម៉េចទេអញ្ចឹងប្រិមិត្តអាចយកមេរៀនហ្នឹងទៅមើលស្ថានភាពជាពិសេសអ្នកដែលដឹងស្ថានភាពហ្នឹងដោយខ្លួនឯងយកទៅពិចារណាដោយខ្លួនឯងទៅបាទអញ្ចឹងហើយបានជាខ្ញុំនិយាយថាពេលម្សិលមិញខ្ញុំបញ្យល់ថាមើលបញ្ហាហ្នឹងមើលក៏មើលនៅចុងច្រមុះមើលអារយៈពេលវែងបាទបើយើងមើលចុងច្រមុះស្រាប់តែឃើញតែរូបភាពទៅថៃឈរនេះយើងថាអូចប់ហើយមិនអត់ថៃប៉ុន្តែកុំភ្លេចថាថៃក៏បានយើងចាប់ដៃសញ្ញេឲ្យថាដោះស្រាយតាមយន្តការអន្តរជាតិបាទនេះគឺជាការចូលរួមចំណែករបស់ខ្ញុំប៉ុណ្ណឹងបើមិនជាខុសឆ្គងយ៉ាងម៉េចសូមអធិស្ឋានណាបាទខ្ញុំយល់ឃើញប៉ុណ្ណឹង